ថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានគិតចាប់តាំងពីបទជប់បាញ់ចូលជាធរមានរហូតដល់ថ្ងៃ27ខែឧសភាឆ្នាំ2026នេះមានរយៈពេល5ខែគត់បទជប់បាញ់នេះកើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជាតាមរយៈការងារការទូតយ៉ាងសកម្មដោយមានការជ្រោមជ្រែងពីភាគីអន្តរជាតិជាពិសេសសហរដ្ឋអាមេរិកសាធារណរដ្ឋប្រជាមានិតចិននិងសមាគមអាស៊ានដែលមានប្រទេសម៉ាឡេស៊ីជាប្រធានបដូវវេនក្នុងឆ្នាំ2025 ឆ្លៀតឱកាសនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរំលឹកឡើងវិញពីខ្លឹមសារសំខាន់នៃសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ដែលសរុបមាន16ចំណុចក្នុងនោះមានទាំងវិធានការកាត់បន្ថយភាពតានតឹងនិងយន្តការសម្រាប់ការអនុវត្តនិងផ្ទៀងផ្ទាត់ជាអាចចំណុច1ភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ដោយលេខាលើសេចក្តីប្រកាសរួមនេះគិតចាប់តាំងពីម៉ោង 12:00 ថ្ងៃត្រង់ម៉ោងក្នុងស្រុកថ្ងៃ27ធ្នូឆ្នាំ2025ពាក់ព័ន្ធទៅនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទគ្រប់ករណីនិងនៅគ្រប់តំបន់ដោយរាប់បញ្ចូលទាំងការវាយប្រហារលើគោលដៅនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀតភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុឬធ្វើសកម្មភាពរុលទៅមុខឬចល័តកម្លាំងនៅលើទីតាំងឬកម្លាំងរបស់ភាគីម្ខាងទៀតទោះស្ថិតក្នុងកលៈទេសៈណាក៏ដោយក៏ភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាតចំណុច2ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងខ្លួននៅទីតាំងបច្ចុប្បន្នដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀតមិនត្រូវធ្វើឲ្យមានសកម្មភាពចល័តកងកម្លាំងដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀតចំណុច3ភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឲ្យប៉ះពាល់ទៅដល់ការខ័ណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសនោះទេភាគីទាំងពីរឯកភាពគ្នានីតិឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែនឲ្យបានឆាប់ព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយភាគីទាំងពីរឯកយន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្ដែងដែលរាប់បញ្ចូលទាំងសុវត្ថិភាពពីការជន់មីនភាគីទាំងពីរឯកភាពគ្នាថាគណៈកម្មការចម្រុះព្រំដែននឹងផ្ដល់អាទិភាពខ្ពស់បំផុតចំពោះការវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅចំណុច4ភាគីទាំងពីរឯកភាពគ្នាអនុញ្ញាតឲ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលត្រឡប់ទៅកាន់ផ្ទះសម្បែងនិងប្រកបជីវភាពរស់នៅជាធម្មតារបស់ពួកគេវិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំងដោយមានសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរនៅក្នុងតំបន់រៀងៗខ្លួនរីឯយន្តការអនុវត្តផ្ទៀងផ្ទាត់មានចែងអំពីទូនាទីរបស់ AOT ជាក់ស្ដែងចំណុច12ភាគីទាំងពីរទទួលស្គាល់ទូនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងឯកភាពគ្នាពង្រឹងទូនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ក្នុងការផ្ទៀងផ្ទាត់និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះដោយពិគ្រោះយោបល់ជាមួយប្រធានអាស៊ាននិងក្រុមអ្នកសង្កេតការណ៍អាស៊ានចំណែកចំណុច13ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពយល់ប្រើប្រាស់អង្គភាពសម្រាប់សម្រួលព្រំដែនកម្ពុជាថៃនិងថៃកម្ពុជាដើម្បីធានាថាបទឈប់បាញ់នឹងត្រូវអនុវត្តបានគ្រប់គ្រងស្ថានភាពនៅនឹងកន្លែងដោះស្រាយឧបទ្ទហេតុទាន់ពេលវេលានិងទប់ស្កាត់ការយល់ច្រឡំក្រោមការសង្កេតនិងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ភ្លាមក្រោយពីបទឈប់បាញ់ចូលជាធរមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានបញ្ជាក់ជូនជនរួមជាតិថាកិច្ចខិតខំប្រឹងប្រែងឲ្យមានបទឈប់បាញ់សបញ្ជាក់ថាកម្ពុជាសម្រាប់ប្រកាន់យកមាគ៌ាសន្តិភាពនិងតម្កល់អាយុជីវិតនិងសុខទុក្ខរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុតនិងខ្ពស់បំផុតទន្ទឹមនឹងនោះកម្
កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញនៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងច្បាប់អន្តរជាតិតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ចំណែកសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកប្រជាជនកម្ពុជាក៏បានគូសបញ្ជាក់ថាកម្ពុជាដើរលើផ្លូវសន្តិភាពតែមិនអាចធ្វើសម្បទានបូរណភាពទឹកដីនិងសេចក្តីថ្លៃថ្នូរនៃប្រជាជាតិរបស់ខ្លួនបានឡើយនៅក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបត្រីភាគីនៅកោះសេប៊ូប្រទេសហ្វីលីពីនកាលពីថ្ងៃទី7ខែឧសភាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានជំរុញឲ្យមានការអនុវត្តដោយពេញលេញភ្លាមនិងទាំងស្រុងនៅសេចក្តីប្រកាសរួមថ្ងៃ27ធ្នូ2025ជាពិសេសចំណុច3ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នៅការវាស់វែងនិងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការបន្តពន្យាពេលទៀតឡើយសម្ដេចធិបតីសង្ឃឹមជឿជាក់ថាយន្តការនេះពិតជាចាំបាច់នៅក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រាប់នៅលើទីតាំងជាក់ស្ដែង fait accompli និងដើម្បីធានាថាអធិបតេយ្យភាពបូរណភាពទឹកដីនិងខ្សែព្រំដែនអន្តរជាតិត្រូវបានគោរពស្របតាមច្បាប់អន្តរជាតិនិងសន្ធិសញ្ញាព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ជំហរនេះត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិគូសបញ្ជាក់ជាថ្មីក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃ26ខែឧសភាឆ្នាំ2026ដោយឯកឧត្តមបានគូបញ្ជាក់ថាព្រំដែននិងអធិបតេយ្យភាពមិនត្រូវផ្លាស់ប្ដូរដោយការប្រើកម្លាំងឬដោយការបង្ខំឲ្យទទួលយកការកែប្រែស្ថានភាពនៅលើដីជាក់ស្ដែង fait accompli នោះឡើយប្រមុខការទូតកម្ពុជាបានសម្ដែងការព្រួយបារម្ភពីស្ថានភាពនៅលើដីជាក់ស្ដែងបើទោះបីជាមានបទឈប់បាញ់និងជំរុញឲ្យអនុវត្តឲ្យបានពេញលេញនិងមានប្រសិទ្ធភាពហើយនឹងបន្ទាន់នៅខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួមថ្ងៃ27ធ្នូឆ្នាំ2025ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដោយអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងច្បាប់អន្តរជាតិក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិស្រេចហេតុនេះសូមបងប្អូនជនរួមជាតិជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ